ជំរាបសួរអ្នកទាំងអស់គ្នាឥឡូវយើងចូលបន្តមេរៀនទៀតគឺយើងចូលដល់ material property អញ្ចឹងក្នុងការបង្កើត material property របស់យើងដំបូងនេះគឺយើងនឹងនិយាយពីការបង្កើត material property របស់បេតុងអញ្ចឹងដើម្បីបង្កើត material បានយើងទៅចូល define តបមកយើងចូល material property ហើយវានឹងចេញផ្ទាំងដូចបែបនេះអញ្ចឹងនៅក្នុងនោះវាមាន3ជម្រើសទៀតវាមាន add new property add copy of property modify or show material អញ្ចឹង add new material នេះគឺសំដៅទៅលើការបង្កើតនៅ material ថ្មីបានថា material property ថ្មីចំណែកឯ add copy of material បានយើង copy material property ដែលមានស្រាប់យកមកកែថ្មីហើយ modify or show material នេះគឺកែប្រែនៅ material property ដែលមានស្រាប់អញ្ចឹងជាដំបូងដែលយើងចូលថ្មីគឺយើងទៅយក add new material ពេលនោះវាបង្ហាញផ្ទៃនេះអញ្ចឹងអានៅកន្លែង region នេះគឺយើងទៅយក user ពីព្រោះអីយើងជាអ្នកបង្កើត material property ដោយខ្លួនឯងចាំ material type បើសិនយើងជា concrete យើងចង់បង្កើត material property សម្រាប់បេតុងគឺយើងជ្រើសរើសយកបេតុងមកបើដៃសម្រាប់យកយើងយកប្រភេទជាដៃអញ្ចឹងទៅអញ្ចឹងយើងចូលមក e-tab របស់យើងអញ្ចឹងដំបូងយើងទៅចូល define តបមកវាមាន material property យើងចុចលើ material property មកវានឹងចេញផ្ទាំងហ្នឹងនេះអញ្ចឹងវាមាន3ជម្រើសដូចខ្ញុំបានណែនាំប្រាប់អំបញ្ញមិញហ្នឹងអញ្ចឹងជាជំហានដំបូងដែលយើងទៅបង្កើតថ្មីយើងទៅអាចយក add new property សំទោស add new material យើងចុចលើ add new material មកវានឹងចេញបែបនេះអញ្ចឹង region នេះបើសិនជាយើងដូចខ្ញុំនិយាយប្រាប់អញ្ចឹងបើសិនជាយើងជាអ្នកបង្កើតខ្លួនឯងយើងអាច select យក user មកបើសិនជា region យើងនៅណានៅអាមេរិកតំបន់យើងនៅអាមេរិកយើងអាចយក United States មកប៉ុន្តែយើងនៅស្រុកខ្មែរយើងគឺវាមិនមាន region សម្រាប់ដូចគេបង្ហាញអញ្ចឹងទេអញ្ចឹងយើងអាចយកជា user មកហើយយើងបង្កើត material របស់យើងគឺសម្រាប់អីគេគឺ concrete យើងយកពេល concrete មកនេះតើយើងយក OK មកវានឹងចេញផ្ទៃដូចបែបដូចនេះអញ្ចឹងយើងចូលមក slide យើងវិញនៅកន្លែងនេះនេះ material name អញ្ចឹងបានថាកន្លែងនេះគឺយើងនឹងបង្កើតឈ្មោះឲ្យ material របស់យើងអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បង្កើតសម្រាប់បេតុងដែលមានកម្លាំង30 MPa ជា cylinder យើងអាចសេតំណាងឈ្មោះមកគឺ C 30 MPa យ៉ាងមកហើយអា material type នេះយើងជ្រើសយកប្រភេទ concrete ចំណែកឯ directional symmetry type វាមាន2វាមាន isotropic និង orthotropic នៅក្នុងនោះគឺសម្រាប់ isotropic គឺបានន័យថាប្រតិបត្តិកម្មរបស់បេតុងគឺមានគ្រប់ទិសគឺវារងសង្កត់ពីទិសណាក៏បានដែរបានណាទោះបីយើងសង្កត់ពីទិសណាក៏កម្លាំងវាមានដូចគ្នាទាំងអស់ប៉ុន្តែorthotropic នេះគឺបានន័យថាប្រតិបត្តិកម្មរបស់បេតុងមិនមានគ្រប់ទិសទេគឺវារងសង្កត់តែផ្នែកបានន័យថាយើងសង្កត់ឲ្យកម្លាំងបានថាយើងកំណត់ទិសណាមួយឲ្យវារងនៅកម្លាំងណាមួយនោះគឺវាទិសមួយដែលយើងកំណត់ហ្នឹងគឺវារងតែកម្លាំងប៉ុណ្្នឹងឯងតែបែរទិសសឹងគឺអាចមានកម្លាំងខុសគ្នាឧទាហរណ៍ថាវារងនៅតាមទិស x អញ្ចឹងរាល់កម្លាំងដែលសង្កត់ទៅតាមទិស x ដែល apply ទៅលើវាហ្នឹងទៅលើបេតុងយើងហ្នឹងគឺយើងឲ្យកម្លាំងវាអាចទៅ30 MPa អញ្ចឹងទៅអញ្ចឹងតាមទិស x នេះវា30 MPa អញ្ចឹងបែរអាទិសសឹងទៀតដូចទិស y វាអាចខុសនឹង
ចឹងជាទូទៅបានគេឲ្យកំណត់យក isotropic នេះមកដើម្បីឲ្យបាទទោះបីយើង apply ទៅលើទិសណាក៏វានៅតែកម្លាំងប៉ុណ្ណឹងដែរបានថាតាមទឹក x ក៏ដោយ y ក៏ដោយ z ក៏ដោយគឺគ្រប់ទិសទាំងអស់គឺនៅតែកម្លាំងដូចគ្នាទាំងអស់វាអត់ខុសគ្នាទេចំណែកឯកន្លែង material weight and mass នេះអញ្ចឹងយើងដឹងហើយយើងអាច specify weight density តាមយើងអាចជ្រើសរើសយកជាប្រភេទ specify weight density ក៏បានឬក៏យើងអាច select យក specify mass density បើសិនជា weight density យើងជាទូទៅយើងអាចកំណត់បេតុងសម្រាប់បេតុងអាមេយើងយក25នេះហើយចំណែកតាម mass density គឺវា automatic គណនាហើយបើសិនតែយើងកំណត់យកតាម specify mass density គឺកន្លែងហ្នឹងគឺវាអាចវាយ2500គីឡូក្នុង max គេពីអញ្ចឹងទៅណាចំណែក modulus elastic គឺយើងអាចគណនាវាជា simplify មកតាម ACI code យើងហ្នឹងគឺយើងនឹង E ស្មើនឹង4700ឬ efficiency មកហើយនៅក្នុង E-tab យើងអាចទៅសេដូចនេះឧបមាថាយើងវាយមកយើងអាចវាយ4700គុណនឹង XQRT អាហ្នឹងពាក្យកាត់សេនៅក្នុង E-tab យើងវាយអញ្ចឹងមកហើយយើងដាក់កម្លាំងបេតុងយើងមកវានឹងគណនាហើយចំណែក percentage គឺជាទូទៅគឺនៅចន្លោះពី 0.15 ទៅ 0.2 ហ្នឹងcoefficient of thermal expansion ហ្នឹងគឺយើងរក្សានៅដដែលទៅអាហ្នឹងវាចង់សំដៅទៅលើ expansion របស់បេតុងនៅពេលដែលវាឡងកម្ដៅវាអាចរួមមេទីអញ្ចឹងចំណែក shear modulus នៅពេលដែលយើងបញ្ចូលនៅ modulus elastic shear modulus វានឹងគណនា automatic អញ្ចឹងប៉ុន្តែ shear modulus គឺរូបមន្តរបស់វាគឺនេះ G ស្មើនឹង E ចែកនឹង2ដងនៃ1បូក1គុណ portion អញ្ចឹងបន្តទៀតយើងនឹងចូល modify ឬmodify also material property design data នេះវានឹងចេញផ្ទាំងនេះអញ្ចឹងនៅក្នុងនោះគឺកន្លែង specify concrete compression strength efficiency នេះគឺយើងវាយកម្លាំងបេតុងដែលយើងចង់បានហ្នឹងvàយើងមិញយើងបង្កើតជាបេតុង C30 ឯងគឺយើងវាយអាហ្នឹង30មក MPa អញ្ចឹងសូមបញ្ជាក់តិចថាអាកម្លាំងនេះគឺសម្រាប់ជា cylinder ជា cylinder អញ្ចឹងយើងយើងអាចចូលមក E-tab របស់យើងមកនេះអញ្ចឹងអ្វីដែលយើងចូលមកមិញនេះយើងចូលមកផ្ទាំងនេះអញ្ចឹងកន្លែង material name នេះឧបមាថាយើងចង់បានភេទហើយគេយើងវាយមក C30 MPa វាយចន្លោះមកហើយប្រភេទនេះគឺយើងជាប្រភេទអីបេតុងdirections symmetry type នេះយើងនិយាយគ្នាមិញហើយគឺយើងជាទូទៅយើងយកពី isotropic នេះគឺយើងកំណត់ពណ៌ដាក់កំណត់ពណ៌ឲ្យវាទេ material node នេះគឺបើសិនយើងចង់សរសេរ node វាឧបមាថា concrete design strength អីចឹង30 MPa cylinder អញ្ចឹងអាហ្នឹងយើងគ្រាន់ជា node ទេយើងចង់សរសេរក៏សរសេរទៅយើងមិនចង់សរសេរក៏ហីទៅចំណែកឯចូលដល់ material weight and mass គឺកន្លែងហ្នឹងបើសិនតែយើងយក select យក specify weight density គឺយើងត្រូវបញ្ចូលទិន្នន័យ
weight per unit volume គឺ25អញ្ចឹងបើសិនតែយើង specify mesh យើងអាចកំណត់វាជា mesh មកយើងអាចកំណត់ថាទីទូទៅយើងពីឧទាហរណ៍2500គីឡូក្រាមក្នុងគីបអញ្ចឹងទៅណាបើជាទូទៅយើងកំណត់តាមនេះមកspecify weight density ហ្នឹងមេគុណ portion យើងសំទោសចូលមកដល់កន្លែង modulus of elastic E ហ្នឹងគឺយើង simplify វាគឺរូបមន្តយើងអាចវាយ4700គុណនឹងឬក្រេ F' C គឺយើងអាចវាយគុណ SQ នេះ XQRT ហើយនឹងតមកយើងវាយយើងដាក់ strength បេតុងមកយើងអាច4700គុណនឹង SQRT បើវិញចោ30អញ្ចឹងទៅអញ្ចឹងវានឹងអូតូតិចកណនីយើងមកឃើញហើយវាកណនីអូតូតិចឲ្យអញ្ចឹងមេគុណ portion យើងគឺជាទូទៅគឺ 0.15 ទៅ 0.2 ហ្នឹងយើងបាច់ដូរទេដាក់ 0.2 យ៉ាងមកអានេះក៏យើងមិនបាច់ដូរដែរយើងរក្សាវានៅដដែលចំណែក C modulus ហ្នឹងនៅពេលដែលយើងបំពេញ modulus elastic ហ្នឹងគឺវាកណនី automatic ខ្លួនឯងហើយអញ្ចឹងយើងចូលមកដល់ design property data នេះយើងទៅ select modify or show material property design data យើង select លើវាមកនេះអានេះ grade ហ្នឹងយើងអាចដាក់ជា grade ឧបមាថា grade FPC យើង 30 MPa អញ្ចឹងទៅឧទាហរណ៍ណាយើងកំណត់ទៅបើក្នុង code របស់ Ambridge វាមាន grade របស់វាប៉ុន្តែបើសិនតែយើងកំណត់របស់យើងមិនបាច់បញ្ជាក់ grade ហ្នឹងក៏បានដែរព្រោះអាហ្នឹងវាគ្រាន់ជាឈ្មោះទេចំណែកឯអ្វីដែលយើងត្រូវកំណត់គឺនេះ design property for concrete material អញ្ចឹងនៅកន្លែងដាក់ specify concrete compressive strength FPC យើងយក 30 MPa ពីព្រោះយើងចង់កំណត់strength បេតុងយើង30 MPa ហើយសូមបញ្ជាក់បន្តិច30 MPa នេះគឺជាកម្លាំងសង្កត់តេស្តដុំសាកបេតុងយើងគឺជារាងជា cylinder ចំណែកឯ lightweight concrete ហ្នឹងយើងរបស់យើងគឺមិនមែនជាប្រភេទ lightweight concrete អញ្ចឹងយើងមិនបាច់ thick វាទេអានឹងប្រហែលជាបេតុងស្រាលនៅស្រុកខ្មែរអីយើងដូចជាមិនមានប្រើច្រើនស្អីមានប្រើទេជាទូទៅយើងកំណត់តែ reinforced concrete យើងនេះ strength របស់បេតុងយើងនេះទៅបានហើយអញ្ចឹងយើងចុច OK មកបន្ទាប់មកយើងចុច OK ទៀតមកអញ្ចឹងយើងនឹងបាន strength របស់យើង C30 MPa ហ្នឹងឯងហើយបើយើងចង់បង្កើត25 MPa ទេយើងធ្វើដូចគ្នាអញ្ចឹងមកក្នុងនេះយើងពេលដែលយើងចង់បង្កើតមួយទៀតដែលយើងមានស្រាប់ហើយយើងមិនបាច់ទៅ add new material ទេយើងយក add copy material នេះមកអញ្ចឹងយើង add copy material មកយើងអាចវាយមក C25 MPa អញ្ចឹងយើងចូលលក្ខខណ្ឌដូចគ្នាមកអានេះគឺកំណត់ដែរយើងដូរតែអាកន្លែង modulus of elastic របស់វាមកគឺ4700គុណនឹងយើងដាក់ឬក្រេនៃ FPC មកគឺ SQRT នៃ25អញ្ចឹងវាកណនីឲ្យហើយC modulus វានឹង automatic ឲ្យដែរហើយកន្លែង modify also material property design data នេះយើងដូរដែរមកអានេះ grade នេះយើងចង់ដាក់ឲ្យទៅយើងដាក់តំណាងឈ្មោះជាឈ្មោះហ្នឹងឈ្មោះតំណាងតែសំខាន់គឺកន្លែងនេះគឺវាចូលអានេះខុសគឺខុសហើយអញ្ចឹងយើងចង់បាន25យើងវាយ25អញ្ចឹងអូខេបាទអូខេទៀតចំណែកអាកន្លែងនេះគឺនៅដំណាក់កាលយើងនេះគឺអត់តន់និយាយពីវាទេគឺអាហ្នឹងគឺតាក់តងនៅចម្ពោះផ្សងទៀត
ដែលវាលម្អិតពី advanced material property ហ្នឹងចឹងយើងអូខេមកអញ្ចឹងយើងបាន strength របស់បេតុងសម្រាប់ strength បេតុងយើងអូខេមកបើថាយើងបង្កើតពីហ្នឹងយើងអូខេមកបន្តទៀតយើងបង្កើតសម្រាប់ rebar បាន reinforcement bar របស់យើងចូលដូចគ្នាយើងចូល define material property ហើយបើយើងបង្កើតថ្មីដំបូងយើងទៅបង្កើតថ្មីយើងយក add new material ហើយចូលមកដល់កន្លែងនេះដូចគ្នាគឺ region យកជា user ដដែលហ្នឹងព្រោះយើងជាអ្នកបង្កើត material ថ្មីអញ្ចឹង material type របស់យើងយកប្រភេទជា rebar ឥឡូវយើងចូលមកផ្ទាំងដូចនេះហើយកន្លែង general data នេះកន្លែង material name នេះគឺយើងវាយឈ្មោះវាមកអញ្ចឹង strength របស់ដែកដែលយើងយកមក design គឺយើងប្រភេទនេះជាឧមាថាយើងជា SD 390 MPa យើងកំណត់ឈ្មោះវាអញ្ចឹងមកយើងអាចសរសេរ SD 390 MPa ចំណែក material type វិញបើយើងជាប្រភេទ rebar យើងយកប្រភេទជា rebar ចំណែកឯ directional symmetric type ហ្នឹងគឺរបស់វាជាបើសិនជា rebar automatic ហ្មងគឺប្រភេទ anisexual ប្រភេទនេះអានេះជា color ទេហើយ material node ដូចជាបេតុងដែរយើងអាចសរសេរ node មកហើយកន្លែង material weight and mass នេះយើងអាចកំណត់ទៅតាម specify weight density ក៏បានឬក៏ specify mass density ក៏បានដែរអញ្ចឹងបើសិនជាយើងយក specify mass density យើងអាចចំពោះដៃគឺតម្លៃប៉ុណ្នេះ1850 គីឡូក្រាមក្នុងម៉ែត្រគីបអញ្ចឹងweight per unit volume វានឹងគណនា automatic តាមហ្នឹងហើយចំណែកឯ mechanical property data របស់វាគឺកន្លែង modulus of elastic សម្រាប់ដែកគឺពី10សេគុណ5 MPa 2E5 នេះគឺចង់និយាយពី10សេគុណ5ពី10សេគុណ5អញ្ចឹងតម្លៃ modulus of elastic របស់យើងគឺតម្លៃនេះ times 0.5បាន200,000 MPa គឺតម្លៃរបស់វាហើយ design property data នេះគឺយើង select យក modify so material property data design data ពេលនោះវានឹងចេញផ្ទាំងនេះអញ្ចឹង grade របស់យើងអានេះជាឈ្មោះដូចបេតុងដែរយើងចង់បានរបស់យើងគឺប្រភេទ SD 390យើងអាចវាយ SD 390មកហើយចំណែកឯ design property for rebar material នេះដូចជាគឺអ្វីដែលចាំបាច់ត្រូវបញ្ចូលនេះគឺ minimum yield strength FY គឺតម្លៃដែលយើងយកទៅ design នេះ390នេះជាទូទៅក្នុងពេល design គេយកminimum yield strength design ហ្នឹងហើយអញ្ចឹងវាមាន minimum tensile strength វាមាន expect yield strength វាមាន expect tensile strength អាហ្នឹងជាទូទៅគឺយើងមិនយកវាមកធ្វើការ design អាហ្នឹងគឺវាចូលនៅលក្ខខណ្ឌផ្សឹងទៀតនេះមើល note នេះគេថាជាទូទៅគេមិនប្រើវាក្នុងការ design ទេសម្រាប់minimum tensile strength expected yield strength expected tensile strength ហ្នឹងជាទូទៅគេមិនប្រើវាក្នុងការ design ទេគឺគេប្រើវាក្នុងការវាតម្លៃក្នុងការធ្វើតេស្តដែកសម្រាប់ minimum tensile strength គឺយើងសម្រាប់យកទៅវាតម្លៃក្នុងការធ្វើតេស្តដែកហើយតម្លៃនេះគឺមាននៅក្នុង product spec បើណា production material specification SOI ហ្នឹងចំណែកឯ FOE
có cáiប្រើសម្រាប់វាតម្លៃនៅក្នុងជាទូទៅគឺយើងប្រើនៅក្នុង seismic design គឺប្រភេទគេថា performance based design នេះ performance based design ហ្នឹងតើតនឹង seismic តែបើសិនយើងអត់ដឹងច្បាស់ទេគឺយើងអាចកណនារកតាមប្រមូលខាងលើនេះប្រមូលទាំងអស់នេះបាននេះប៉ុន្តែខ្ញុំបញ្ជាក់បន្តិចម្ដងទៀតគឺអាហ្នឹងគឺយើងអត់ប្រើសម្រាប់យកទៅ design reinforcement concrete របស់យើងទេគឺយើងយកតែ minimum yield strength design ទេហើយminimum tensile strength expect yield strength expect tensile strength អាហ្នឹងស្អីគេដូចយើងបានដឹងហើយដូចជាឧបមាថានៅក្នុងការធ្វើតេស្តដែកជាទូទៅនេះឧបមាថាយើងមានចឹងអានេះគឺ strand របស់វាអានេះគឺកងត្រាំងអញ្ចឹងជាធម្មតាដែកនៅពេលយើងទាញដំបូងគឺវាឡើងមកជា linear អញ្ចឹងមកដល់ចំណុចនេះគឺវា yell ហើយបន្តមកវាឡើងបន្តិចមកដាច់អាហ្នឹងគេហៅថា tensile strength FOE ចឹងជាទូទៅគឺtensile strength នេះគឺវាមានបញ្ជាក់នៅក្នុងproduction material specification ហើយឧទាហរណ៍ថានៅក្នុងហ្នឹងឧបមាថា FO យើងវាមានតម្លៃឧទាហរណ៍560ឧទាហរណ៍អញ្ចឹង560 MPa ឬក៏585អញ្ចឹងយើងដឹងអានេះវាជា specification production material យើងដឹងថាវា FOE គឺស្មើប៉ុណ្ណឹងនៅក្នុង production material spec របស់គេហ្នឹងគឺកំណត់ប៉ុណ្ណឹងអញ្ចឹងយើងយកទៅនៅពេលដែលយើងធ្វើតេស្ត sample ដែកអាហ្នឹងគឺសម្រាប់វាតម្លៃអញ្ចឹងយើងមើលតើ sample ដែកយើងទាញមកវាបានគ្រប់នឹង spec អត់ឬក៏វាលើសអញ្ចឹងជាទូទៅនៅពេលដែលយើងទាញជាក់ស្ដែងណាឥឡូវខ្ញុំដូរពណ៌បន្តិចឧទាហរណ៍នៅពេលដែលយើងទាញវាជាក់ស្ដែងពេលហ្នឹងជាទូទៅexpect yield strength គឺយើងទាញមកអញ្ចឹងទាញឡើងមកអញ្ចឹងជាទូទៅអញ្ចឹងវាផុតពីអ្វីដែលមានសរសេរក្នុង spec ដែលវាកំណត់ FU ស្មើ560ឬក៏585ឬស្អីអញ្ចឹងអាស្រ័យលើ spec ដែលគេបានសរសេរមកអញ្ចឹង expect របស់យើងគឺយើងទាញទៅយើងឃើញមួយទៀតគេហៅថាអីគេ F UE គឺជាទូទៅអាហ្នឹងយើងទាញជាក់ស្ដែងមកគឺឃើញវាលើសអញ្ចឹងយើងអាចវាតម្លៃថាដៃរបស់យើងគឺគ្រប់គ្រាន់ណាគឺយើងជាប់ហើយព្រោះឯកម្លាំងរបស់វាទាញតតែដល់ចំណុច expect មួយដែលវាលើសនឹងអ្វីដែលទៅសេបញ្ជាក់នៅក្នុង material spec របស់ដែកហ្នឹងទៀតហើយនៅកន្លែង yell នេះ yell expect នេះអាហ្នឹងនេះកន្លែងនេះគេហៅកន្លែង yell ហ្នឹងមកថាខ្ញុំតាំង1000ចេះអានេះគឺជា yield expect បានថាជា yield strength expect យើងតាំងដោយ S Y E គឺនៅកន្លែងហ្នឹងអានេះយើងទាញចាក់ស្ដែងទៅគឺវាគឺជាការធ្វើតេស្តចាក់ស្ដែងនៅក្នុង labo យើងទាញដល់តែ yield ព្រោះវាត្រូវមាន yield របស់វាដែរគឺដល់កន្លែងហ្នឹងដល់ចំណុចហ្នឹងហើយបានវាឡើងមកដាច់អញ្ចឹងយើងវាតម្លៃថាដែករបស់យើងជាប់យើង
នៅក្នុង labo ដែលយើងជាប់ព្រោះexpect របស់វាខ្ពស់ជាងអ្វីដែលសរសេរក្នុង spec ទៀតប៉ុន្តែនៅក្នុងការ design គឺយើងមិនយកនៅចំណុច yield aspect ទេអញ្ចឹងគឺយើងត្រូវយកតា strength នៅដែននេះតាម yield នេះបានន័យថាអ្វីដែលយើង design គឺយើងអត់ទី1គឺយើងអត់យកទៅដល់ minimum tensile strength ទេហើយក៏យើងមិនយកដល់យើងក៏មិនយកដល់ expect tensile strength ឬក៏ expect yield strength យកមក design ដែរដើម្បីឲ្យវាសុវត្ថិភាពគឺយើងយក fy នៅនេះបានន័យថានៅដែននេះ fy fy ហ្នឹងគឺប្រហែលថាយើងកំណត់តែយក3ឲ្យ9 MPa ចឹងកន្លែងហ្នឹងអ្វីដែលយើងទៅយកមក design គឺតម្លៃនេះចំណែកតម្លៃទាំងអស់នេះជាទូទៅវាមានសរសេរនៅក្នុង spec material នេះ spec material គឺ560បានន័យថាដែករបស់យើងមាន spec វាអាចឡើងដល់560ប៉ុន្តែដល់ពេលយើងទាញចាក់ស្ដែងវាអាចលើសនឹងវាអាចអានេះវាអាចឡើងទៅដល់អីគេអាចឡើងដល់600ឧទាហរណ៍ចឹង600 MPa ចឹងទៅឧទាហរណ៍អញ្ចឹងយើងវាតម្លៃថាយើងទាញរហូតដល់ចាក់ស្ដែងដៃឃើញ600ហើយ spec វាកំណត់560អញ្ចឹង spec វាឡើងដល់ប៉ុណ្ណេះចាក់ស្ដែងនៅពេលដែលបញ្ជើនៅពេលដែលយើងយកដៃទៅតេស្តយកមកយើងយកជាទូទៅគេយក3 sample អញ្ចឹងទៅយក3ឧមាថាដែក20លីគឺយើងយកដែក20លី3ទៅតេស្តអញ្ចឹងទាញវាទៅគេរកមធ្យមភាគវានៅពេលនោះយើងគណនាឃើញexpect របស់វាហ្នឹងជាមធ្យមភាគរបស់វាមកវាឃើញភាគច្រើនតាមបទពិសោធន៍គឺវាតែងតែលើសនឹងតម្លៃ spec ដែលគេកំណត់ឲ្យនេះតែនៅពេល design គឺយើងអត់យកដល់ហ្នឹងទេគឺយើងយកធ្វើតម្លៃ minimum yield strength របស់វាយកមក design ទេអញ្ចឹងសរុបមកវិញគឺ minimum tensile strength expect yield strength expect tensile strength គឺសម្រាប់ធ្វើការវាតម្លៃនៅពេលយើងធ្វើតេស្តដែកហើយនៅពេលដែលយើងធ្វើការវាតម្លៃទៅលើ performance based design គឺសម្រាប់ seismic design and analysis គឺអាហ្នឹងគឺយើងអាចគឺយើងត្រូវយកអាតម្លៃexpect tensile strength FUE ហ្នឹងយើងយកមកធ្វើការវាតម្លៃប៉ុន្តែអាហ្នឹងវាលម្អិតវាមានលម្អិតនៅក្នុងមេរៀន seismic design គឺវែងឆ្ងាយទៀតអញ្ចឹងក្នុងកម្រិតរបស់យើងនេះគឺយើងគ្រាន់តែដឹងថាអ្វីដែលយើងទៅយកមក design គឺក្នុងកម្រិត minimum yield strength តាម FY នេះយកមក design ទេគឺមិនយករហូតដល់កម្រិតខាងលើនេះយកមក design ទេអញ្ចឹងឧទាហរណ៍ថាបើសិនយើងចង់បញ្ចូលទិន្នន័យវាជាទូទៅគឺយើង base ទៅលើនេះមាន ASTM A 913ឬក៏ A 913M grade 50 60 65ឬក៏70ហ្នឹងគឺទាំង expect yield strength ទាំង expect tensile strength គឺយើងអាច base ទៅលើហ្នឹងតាម ASTM ហ្នឹងគឺចំពោះ expect yield strength គឺយើងអាចកំណត់យកតម្លៃ 1.1 នៃ FY ហើយនៅមក expect tensile strength គឺយើងអាចកំណត់យក 1.1 នៃ FOE ចំណែកឯមួយទៀតគឺ minimum tensile strength គឺ FU គឺយោងទៅលើ ASTM A36 ឬក៏ A36M ហ្នឹងគឺយើងអាចយកតម្លៃ FU របស់យើងគឺ 1.5 នៃ FY យើងអាចកំណត់
ទៅតាមប្រមូលហ្នឹងបើសិនយើងចង់បញ្ចូលវាចូលនៅក្នុង market របស់យើងសំទោសនៅក្នុង e-tag របស់យើងអាចបញ្ចូលតាមហ្នឹងបានយើងចូលមកដល់ e-tag របស់យើងចូល define material យើងចូល add new អញ្ចឹងកន្លែង region នេះយើងយក user ហើយកន្លែង material type នេះយើងយក page ជា riba យើងអូខេមកបន្ទាប់មក riba យើងបង្កើតជា SD 390 SD 390អានេះក៏ឈ្មោះអញ្ចឹងថាយើងដាក់តាំងឈ្មោះអញ្ចឹងមកអញ្ចឹងកន្លែង material type យើងវាមាន steel concrete aluminum អញ្ចឹងទៅប៉ុន្តែរបស់យើងជាអីជា riba យើងយកជា riba direction symmetry type នេះគឺខ្ញុំបាននិយាយហើយគឺ automatic របស់វាជា default របស់វាគឺប្រភេទជា axial អញ្ចឹងទៅហើយអានេះគឺពណ៌យើងចឹងសំដៅពណ៌យើងពណ៌តំណាងហើយយើងកំណត់ទេយើងចង់ដាក់ពណ៌ទៅហើយ material node នេះក៏ដូច concrete ដែរយើងអាចសរសេរបំពេញ node វាមកយើងសេចំណាំណាហើយចំពោះmaterial weight and mass នេះយើងអាចកំណត់តាម specify weight density មកក៏បានយើងវាយកន្លែងនេះមកហើយយើងឬក៏យើងអាច specify mass density យើងក៏បានដែរគឺយើងបានជាទូទៅដៃរបស់យើងគឺ78,850គីឡូក្រាមក្នុង1ម៉ែត្រគីបបាទ850គីឡូក្រាមក្នុង1ម៉ែត្រគីបយើងវាយអញ្ចឹងមកចំណែក modulus of elastic E នេះគឺ 2.05 គឺ200,000 MPa យើងវាយអញ្ចឹង200,000 MPa បាន2សែនដល់ពេល coefficient of thermal expansion A នេះគឺយើងទុកនៅដែរមកយើងបាច់ផ្លាស់ប្ដូរវាទេគឺអាហ្នឹងវាតាក់ទងនឹងមេគុណទីរួមរបស់បេតុងរបស់ដែកអាហ្នឹងយើងជាទូទៅគឺវាជា default របស់កម្មវិធីគឺកំណត់មកប៉ុណ្ណឹងយើងមិនកែទេvìយើងចង់កែតែយើងដឹងពីមេគុណហ្នឹងប៉ុន្តែវាអាហ្នឹងយើងកំណត់ទៅតាម default របស់កម្មវិធីមកអាកន្លែង design property data នេះយើងចូល modify show material property design data នេះគឺកន្លែងនេះដែលយើងទៅចែកបែបហ្នឹងអញ្ចឹងបើទីទូទៅបើសិនយើងតង់ស្តង់ដារវិញដែលយើង grade 60 grade 50 grade 40អញ្ចឹងយើងកំណត់អញ្ចឹងប៉ុន្តែអានេះក៏ជាឈ្មោះដែលយើងតំណាងទេអញ្ចឹងយើងអាចគឺថាយើងចង់តំណាងថា SD 3អង្កៅអញ្ចឹងទៅណានេះគឺ minimum yield strength របស់យើងគឺ FY នេះគឺយើងយកមក design គឺ3អង្កៅចំណែកឯ minimum tensile strength FU នេះគឺវាមានរូបមន្តដែលយើងបញ្ចូលមិញហ្នឹងគឺ FU គឺយើងយោងតាម ASTM A300 A36 ឬក៏ A36M នេះគឺយើងកំណត់ 1.5 ដង 1.5 ដងនៃ FY យើងវាយយ៉ាងមក 1.5 គុណនឹង3អង្កៅយ៉ាងមកវានឹងគណនាឲ្យយើងហើយនេះចំណែកឯ expect អីគេយើងបន្តមកទៀតគឺ expect yield strength FYA យោងតាម ASTM A913 ឬក៏ A913M សម្រាប់ដែក grade 50 60 65 ឬ 70 អីហ្នឹងគឺយើងអាចវាយ 1.1 នៃ FY FY យើង3លេខ9នេះគឺវាឃើញ429ចំណែកឯ expect tensile strength យើងគឺនេះ expect tensile strength FUE គឺស្មើនឹង 1.1 FU ណា 1.1 នៃ FU យោងទៅលើ ASTM A913 ឬក៏ A913M សម្រាប់ដៃ grade 50 60 65 ឬ 70 អីហ្នឹងអញ្ចឹងយើងវាយ 1.1 FU
1.1 កូននឹង AU គឺ 585 ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតសម្រាប់ minimum tensile strength expect yield strength expect tensile strength គឺយើងអត់យកទៅ design rainfall concrete របស់យើងទេក្នុងករណីនេះបើណាយើងសម្រាប់ធ្វើការវិតម្លៃក្នុងការធ្វើតេស្តហើយនឹងយកទៅវិតម្លៃសម្រាប់performance based design សម្រាប់ seismic ទេប៉ុន្តែបើយើងចង់ពេញគឺយើងពេញតាមប្រព័ន្ធដូចដែលខ្ញុំបានប្រាប់អំបញ្ញមិញនេះយើងចុច OK មកយើងចុច OK មកយើងបាន SD 390 MPa មួយទៀតគឺយើងអាចបង្កើតមួយទៀតដែល copy ចម្លងពីអាហ្នឹងគឺបង្កើតមួយទៀតគេហៅយើងកើតមួយទៀតគឺ SD 235អញ្ចឹងទៅណាខ្ញុំបង្កើតអញ្ចឹងមកអានេះសម្រាប់ដែកកងអាមិញគឺសម្រាប់ man bar SD 390មិញអញ្ចឹងយើងអាចប្រើដែកកងយើង235អញ្ចឹងទៅណា SD 235អញ្ចឹងយើងក៏ឡោះចឹងមកអានេះដដែលមកអានេះនៅដដែលទាំងអស់យើងដូរអានេះក៏នៅដដែលមកអ្វីដែលយើងត្រូវដូរគឺតានេះលេនេះគឺចូល modify or sometry property design data នេះអញ្ចឹងកន្លែងដែលយើងត្រូវដូរឈ្មោះនេះយើងដាក់ពី35វិញមកអានេះដែលសំខាន់នេះ235ហើយវាយើងចង់ដូរអានេះយើងវាយតាមលំមុនវិញមក FOI 1.5 FY នេះ FOI 1.5 នៃ235អូខេចំណែកឯ FYE គឺ 1.1 នៃ FY 235អូខេចំណែក FUE 1.1 នៃ FU វិញ 1.1 នៃ FU គឺ FU យើងគឺ 352.5 យើងចង់ពេញគឺយើងពេញដូចនេះមកអញ្ចឹងយើងចុច OK មកនេះមិញ1.1 នៃ FU ហើយ 1.1 នៃ FU 1.1 នៃ FU 352.5 ទៅហើយអញ្ចឹងឃើញប៉ុណ្ណេះអញ្ចឹងអូខេមកនេះអូខេទៀតមកអញ្ចឹងយើងនឹងមានដែរអញ្ចឹងប្រភេទ SD 390និង SD 235អញ្ចឹងយើងចុចអូខេមកចប់អញ្ចឹងនៅថ្ងៃនេះគឺយើងបានរៀនបង្កើតទី1គឺ material property សម្រាប់បេតុងទី2គឺ material property សម្រាប់ rebar ហើយអញ្ចឹងដើម្បីកុំឲ្យវីដេអូរបស់យើងវាវែងពេកខ្ញុំសូមបញ្ចប់ត្រឹមនេះសិនហើយនឹងយើងនឹងបន្តមេរៀនបន្តទៀតនៅវគ្គក្រោយទៀតតទៀតបាទសូមអរគុណសូមជម្រាបលា